បាទទស្សនិកជនជាទីមេត្រីខារ៉ាបាវដើមប្រាក់លានសប្តាហ៍នេះបានត្រៀមខ្លួនរួចរាល់ហើយបាទសម្រាប់កីឡាករទាំងពីរក្នុងតំណែងគូឯកហើយក៏ជាគូប្រជែងប្រាក់រង្វាន់ពិសេស1លានរៀលពីខារ៉ាបាវផងដែរដៃគូរបស់កីឡាករកម្ពុជារបស់យើងបងប្អូនមហាជាស្គាល់គាត់ហើយបាទជាចុងក្រោយប្រមាណប្រកួតនេះគឺដូចជាធ្វើបានល្អជាពិសេសការជួបជាមួយនឹងកីឡាករឡុងសុភីបាទអញ្ចឹងមុននឹងទៅទស្សនាការប្រកួតចង់ដឹងថាតាណាអាចមានសមត្ថភាពយកជ័យជំនះហើយរកប្រាក់រង្វាន់ពិសេសពីខារ៉ាបាវបានយើងជួបជាមួយកីឡាករយើងជាមុនសិនរិនសារ៉ាត់ខ្ញុំច្រឡំថារឿងសារ៉ាត់បាទសារ៉ាត់បាត់មុខមួយរយៈបាទមិនដែរសុកទុកមានន័យសុកទុកធម្មតាយើងជាកីឡាករផងជាគ្រូជំនួយផងមិនដែរមួយរយៈនេះបាត់មុខទៅដល់ណាខ្លះមានគាត់នៅជួយមើលក្មេងៗនៅក្នុងក្លឹបចឹងណាបងបានប្រកួតខ្លះទេបានប្រកួតមកប្រកួតដែរបងហើយយើងក៏ជាមន្ត្រីរាជការផងបាទអាយ៉ាមានរបរមានការងារផងហើយក៏ទូនាទីនោះក៏នៅជាគ្រូជំនួយឲ្យកីឡាករទៀតដូច្នេះអញ្ចឹងយើងនិយាយពីការត្រៀមខ្លួនសប្តាហ៍នេះវិញស្គាល់ដៃគូយើងទេស្គាល់បងស្គាល់ធ្លាប់ជួបទេធ្លាប់ជួបម្ដងនៅណានៅ TV ផ្សេងអូខេលទ្ធផលឈ្នះបន្ទុកគាត់ញ៉ាំបន្ទុក3ទឹកឬ5 3ទឹកលើកនេះ3ទឹកដដែលតែកង់ចេញម្រាមតើយោងទៅលើការត្រៀមខ្លួនរបស់រដ្ឋតើមានសង្ឃឹមឈ្នះខ្ពស់ទេបានអត់អីបងខ្ញុំត្រៀមខ្លួនរួចហើយព្រោះធ្លាប់ជួបគាត់ដែរដឹងគាត់ល្អអីឡុងសុភីធ្លាប់ប៉ះគេហើយស្វិតណាស់ងាយដាច់ទេរដ្ឋមានចំណុចពិសេសកន្លែងណាដែលមើលឃើញពីចំណុចខ្សោយរបស់គេបាទសម្រាប់គាត់គឺគាត់សងលឿនគាត់ជាកីឡាគាត់ចេញលឿនបាទចាំសងយើងលឿនអញ្ចឹងយើងប្រយ័ត្នតែគាត់ហ្នឹងបាទឥឡូវនេះយើងមិនទាន់ដឹងទេនេះជាការដឹងគ្នាមុនរបស់សារ៉ាត់ហើយមានសង្ឃឹមឈ្នះក៏ខ្ពស់ដែរព្រោះយើងធ្លាប់ស្គាល់គេបាទដូច្នេះយើងមានតែរងចាំការប្រកួតទេ Hello What's your name My name is Fario from Iran Yes You know him Yes I know him already yes You lost one Yes one fight we fight already What do you think this fight I think very easy fight Oh very Easy fight yes Easy fight How I try to make it finish very easy also Okay សារ៉ាត់មិនដែរគេថាការប្រកួតនេះពិតជា easy សម្រាប់គេណាស់គេនឹងមានសង្ឃឹមថាគេនឹងអាចយកឈ្នះបានយ៉ាងមិនដែរសារ៉ាត់អត់អីបងយើងមានអីត្រៀមខ្លួនបានល្អដែរអត់អីអូខេទស្សនិកជនបាទបើយោងតាមការផ្ដល់យោបល់នៅក្នុងកិច្ចសភានេះគូនេះពិតជាល្អមើលហើយព្រោះកីឡាកររូបនេះយើងស្គាល់សមត្ថភាពរបស់គាត់ហើយសារ៉ាត់ក៏បានស្គាល់ដែរគឺថាចេញលឿនចេញចូលលឿនហើយនេះគឺជាចំណុចខ្សោយដែលសារ៉ាត់យល់ឃើញថានឹងមានឱកាសវិបកប៉ុន្តែការប្រកួតមិនទាន់ចប់មិនទាន់ដឹងលទ្ធផលទេដូច្នេះសូមកុំភ្លេចរងចាំតាមដានទស្សនាការប្រកួតគូឯកនៅក្នុងកម្មវិធីខារ៉ាបាវដណ្ដើមប្រាក់លានថ្ងៃសៅរ៍នេះវេលាម៉ោង2:00